ថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង11:00នាទីលោករស់រដ្ឋអភិបាលស្រុកស្ដីទីនិងលោកស្រីឡុងជាអភិបាលរងនិងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរីលោកជាសម្បត្តិប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីបានធ្វើការផ្ដល់នូវសម្ភារៈនិងថវិកាមួយចំនួនដែលជាអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកនិងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរីព្រមទាំងជាអំណោយសប្បុរសជនរបស់លោកនុនរក្សានៅញូហ្សេឡង់ដែលផ្ដល់តាមរយៈលោកជាសម្បត្តិដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីផងដែរជូនដល់ប្រជាពលរដ្ឋដែលជាគ្រួសារទីទាល់ក្រមានជីវភាពខ្វះខាតនិងកំពុងមានជំងឺប្រចាំកាយចំនួន18គ្រួសារ8គ្រួសាររស់នៅឃុំបាស្រែស្រុកអង្គរបូរីខេត្តតាកែវចំណែក10គ្រួសារទៀតនៅរស់នៅឃុំអង្គរបូរីក្នុងមួយគ្រួសារត្រូវទទួលបានអង្ករចំនួន25គីឡូក្រាមមី2កេសទឹកត្រី3ដបទឹកស៊ីអ៊ីវ3ដបសារ៉ុង1និងទឹកប្រាក់ចំនួន20000រៀលហើយនៅថ្នាក់ខេត្តមានឯកឧត្តមមួយសំណាងអភិបាលខេត្តនិងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តតាកែវនឹងតែផ្ញើសួរសុខទុក្ខបងប្អូនហើយឲ្យពួកយើងខ្ញុំនេះជួយមើលបងប្អូនដែលមានជំងឺនឹងការចាស់ជរាក្រីក្រប្រមាណកំព្រាគ្មានទីពឹងហ្នឹងឲ្យជួយមើលសុខទុក្ខចែករំលែកនៅអំណោយយុទ្ធធម៌តាមរយៈពួកយើងខ្ញុំនេះមានខឬក៏សម្ភារៈហូបចុកហ្នឹងជួយពុកម៉ែបងប្អូនជួយដល់តមកគ្រាអញ្ចឹងឯងពុកម៉ែបងប្អូនហើយលោកកម្មញ៉ាថាមិនឲ្យបងប្អូនជារដ្ឋណាមួយដែលក្ររហូតដល់អត់ខដាច់គូស្លាប់ទេព្រោះពួកយើងខ្ញុំជាតំណាងឲ្យពួកគាត់មើលពួកបងប្អូនទាំងអស់ទោះបីថាមានថ្ងៃនេះបាន25គីឡូថ្ងៃក្រោយក៏ពុកម៉ែបងប្អូនអត់ទៀតពួកយើងខ្ញុំនឹងខិតខំជួយពុកម៉ែបងប្អូនតាមលទ្ធភាពពួកយើងខ្ញុំណាអ៊ំហើយដែលសូមឲ្យបងប្អូនទាំងអស់គ្នាហ្នឹងពិសេសអ៊ំនេះដែលមានសុខភាពដែលមិនល្អប្រសើរហ្នឹងសូមឲ្យសុខភាពល្អប្រសើររស់នៅឲ្យបានយូរចូលរួមជាមួយនឹងពុកម៉ែបងប្អូនមើលឯងកូនចៅយើងទាំងអស់គ្នាណាបាទហើយស្គាល់គាត់ទេគាត់អត់នោះស្គាល់ទេគាត់ឈ្មោះអីគេស្គាល់ខិតគាត់ជាមេឃុំហើយគាត់ជាប្រធានគណៈបកឃុំណាគណៈបកប្រជាជនកម្ពុជាអញ្ចឹងហើយថ្នាក់ដឹកនាំយើងទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងថ្នាក់ដឹកនាំគណៈបកចេះតែណែនាំឲ្យពួកយើងខ្ញុំព្រោះខ្ញុំថ្ងៃនេះមកថ្ងៃនេះដល់អ៊ំមិនទេមកពេលនេះពាក់អាវជាបាយដប់ពេលមកខ្ញុំដូរអាវខ្ញុំជាកាកបាទហោគឺលោកអីគាត់ពាក់អាវកាកបាទហោបងប្អូនអស់លោកពុកដូចគ្នាពេលដែលខ្ញុំចុះមូលដ្ឋានពេលខ្លះខ្ញុំដូរអាវខ្ញុំពាក់អាវខ្ញុំជាគណៈបកប្រជាជនបំរើជូនពុកម៉ែបងប្អូនតាមអនុសាសន៍របស់ពូរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលោកជាប្រធានគណៈបកប្រជាជនលោកតែងតែដាក់ផែនការគោលការណ៍និងណែនាំដល់ពួកយើងខ្ញុំដែលជាក្រុមការងារគណៈបកប្រជាជននឹងជួយពុកម៉ែបងប្អូនមិនឲ្យដាច់គូស្លាប់ទេបាទហើយថ្នាក់ខេត្តដូចគ្នាឯកឧត្តមមួយសំណាងលោកជាអភិបាលខេត្តលោកជាប្រធានកាកបាទក្រហមខេត្តលោកជាប្រធានគណៈបកប្រជាជនកម្ពុជាខេត្តតាកែវអញ្ចឹងពុកម៉ែបងប្អូនសុទ្ធតែគ្រួសារតែមួយយកដំណាក់ខ្លាំងខ្លាហើយពិសេសទទួលបានពរជ័យ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកំបីមានទៀតឡើយហើយពេលនេះពួកយើងខ្ញុំនឹងប្រគល់អំណោយជូនមនុស្សធម៌មានថវិកាហើយនឹងសម្ភារៈដែលអ៊ំបងហ្នឹងអង្គុយតាមរៀងខ្លួនណាបាទដែរណ៎បាទនេះ20000ហែនទៀតបាទអូនៅខាងមុខឯងឥឡូវនៅម្នាក់ទៀតគឺសូមបកគលទុកឲ្យគាត់លោកមេឃុំជួយចាត់ចែងណាបាទថាការនៅនេះស្រាប់យើងជួយចាត់ចែងឥឡូវតែមានបងប្អូនឯងជួយដឹងតាមម្នាក់ទៅវិញអត់តែវិញមួយដែរមានទីទៀតគាត់យកនិយាយណាបានណាមកយកណែថ្ងៃក្រោយចេះលោកមេឃុំសុំមកតោដូចអ៊ំអញ្ចឹងគាត់ម្នាក់ឯងចាស់អញ្ចឹងដើរមិនរួចប្រាប់ខ្ញុំយកជូនគាត់ដល់ផ្ទះហ្មងអត់ឲ្យគាត់មកយកអំណោយឲ្យពិបាកគាត់ទេណាថ្ងៃក្រោយបើអត់មានលទ្ធភាពមានមធ្យោបាយហើយលំបាកខ្ញុំទៅជួបផ្ទាល់ដល់ផ្ទះខ្ញុំយកទៅព្រោះក្រុមការងារខ្ញុំមានណាហើយដូចអ៊ំមិនគាត់សុំមកតោចាស់ហើយចឹងពិបាកណាស់សូមអធិស្ឋានណា
phía tao đầu tiền này បាទអញ្ចឹងបើថ្ងៃក្រោយអស់អង្គអស់អីប្រាប់មេភូមិថាអូនឯងអញអស់អង្គហូបហើយប្រាប់បាយស្រុកផងអញ្ចឹងតានេះគាត់ប្រាប់មកខ្ញុំហើយខ្ញុំទៅជួបអ៊ំដល់ផ្ទះណាអ៊ំណាបាទអត់ឲ្យអ៊ំបាក់គ្នាទេណាអ៊ំណាណាមកអរគុណណាអ៊ំណាបាទដូចគ្នាបងប្អូនទាំងអស់ណាសុខបាយទាំងអស់គ្នាស្មានតែដឹងអត់ហ៊ានធ្វើលេងទុកតែខ្លួនខ្ញុំតោកប្រាក់ bên bên ai bên vô sân đó lại bạc vào លោកអភិបាលស្រុកស្ដីទីនិងលោកស្រីអភិបាលរងលោកមានប្រសាសន៍ប្រាប់ដល់លោកមេឃុំថាបើថ្ងៃក្រោយមានអ្នកដែលត្រូវទទួលអំណោយមានជនចាស់ជរានិងស្ត្រីទៅតែសម្រាលកូនរួចគាត់ប្រាប់ថាមិនបាច់ឲ្យមកទទួលដល់ទីកន្លែងទេគឺលោកអភិបាលស្ដីទីនិងលោកស្រីអភិបាលរងលោកនឹងយកចែកជូនដល់គេហដ្ឋានផ្ទាល់តែម្ដង มีปีแก้ตึกไทยใบดอกตึกใบดอกตรงมุ้นหักกาปีมือเดียวนะจงรุ่นในยามปีเกียรดอกตอนดอกเบี้ยนะบ้าไม่กินตึก